ឯកឧត្តមហ៊ុន ហាងរដ្ឋមន្ត្រីក្រសួងទេសចរបានលើកឡើងឲ្យដឹងថារត់ដើម្បីសត្វផ្សោតមិនត្រឹមតែជាកីឡាដើម្បីសុខភាពប៉ុណ្ណោះទេប៉ុន្តែជាការរត់ដើម្បីផ្សព្វផ្សាយទេសចរឯកឧត្តមរដ្ឋមន្ត្រីហ៊ុន ហាងបានគូបញ្ជាក់ថាការរត់ដើម្បីសត្វផ្សោតទន្លេមេគង្គមិនត្រឹមតែជាកីឡាដើម្បីសុខភាពប៉ុណ្ណោះទេប៉ុន្តែជាការរត់ដើម្បីផ្សព្វផ្សាយទេសចររត់ដើម្បីធម្មជាតិនិងរត់ដើម្បីរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជាសម្បត្តិធម្មជាតិនិងមានតម្លៃរបស់កម្ពុជាព្រឹត្តិការណ៍ទេសចរកីឡានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកទស្សនានិងស្វែងយល់ពីសក្តានុពលទេសចរដ៏សម្បូរបែបរបស់កម្ពុជាជាពិសេសខេត្តស្ទឹងត្រែងដែលជាគោលដៅអេកូទេសចរដ៏មានសក្តានុពលនៅតំបន់ភូមិភាគឦសានព្រឹត្តិការណ៍នេះគឺជាការចូលរួមជំរុញចលនាទេសចរក្នុងស្រុងតាមរយៈការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងថ្លែងក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីហ៊ុន ហាងបានគូបញ្ជាក់ថាប្រធានបទរត់ដើម្បីសត្វផ្សោតទន្លេមេគង្គមានអត្ថន័យជ្រាលជ្រៅដោយបានផ្សារភ្ជាប់វិស័យសំខាន់ៗចំនួន3រួមមានកីឡាការអភិរក្សធនធានធម្មជាតិនិងការលើកកម្ពស់ទេសចរក្នុងរដូវកាលបៃតងវត្តមាននិងការចូលរួមយ៉ាងសកម្មរបស់សាធារណជនគឺជាការឆ្លុះបញ្ចាំងពីឆន្ទៈរួមក្នុងការគ្រប់គ្រងនិងលើកស្ទួយវិស័យទេសចរនិងកីឡាឲ្យកាន់តែរីកចម្រើននិងមានភាពទាក់ទាញបន្ថែមទៀតឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថាអន្លង់សត្វផ្សោតទន្លេមេគង្គគឺជាតំបន់ទេសចរធម្មជាតិដ៏មានតម្លៃនិងជាជម្រកដ៏សំខាន់របស់សត្វផ្សោតទឹកសាបទន្លេមេគង្គនៅតំបន់នេះភ្ញៀវទេសចរអាចជិះទូកកម្សាន្តទស្សនាសត្វផ្សោតស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេមេគង្គនិងគយគន់ទេសភាពព្រៃលិចទឹកដ៏ស្រស់ត្រកាលព្រមទាំងទទួលបានបទពិសោធន៍ទេសចរដែលផ្សារភ្ជាប់ដោយផ្ទាល់ជាមួយសហគមន៍មូលដ្ឋានក្នុងរដូវកាលបៃតងធម្មជាតិនៅខេត្តស្ទឹងត្រែងកាន់តែមានភាពស្រស់បំព្រងបៃតងខៀវស្រងាត់អាកាសធាតុត្រជាក់ស្រួលនិងបរិយាកាសស្រស់ស្រាយដែលបង្កើតជាបទពិសោធន៍ពិសេសមួយសម្រាប់ភ្ញៀវទេសចរនិងបង្ហាញថារដូវកាលបៃតងគឺជាពេលវេលាដ៏សមស្របមួយសម្រាប់ការធ្វើដំណើរស្វែងយល់ពីសម្រស់ធម្មជាតិនិងសក្តានុពលអេកូទេសចររបស់កម្ពុជាក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញមកទស្សនាខេត្តស្ទឹងត្រែងស្វែងយល់ពីសក្តានុពលទេសចរធម្មជាតិដ៏សម្បូរបែបចូលរួមគ្រប់គ្រងសហគមន៍មូលដ្ឋាននិងរួមគ្នាថែរក្សាអភិរក្សនិងការពារសត្វផ្សោតទន្លេមេគង្គដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានគូរំលែកថាកម្មវិធីរត់ដើម្បីសត្វផ្សោតទន្លេមេគង្គផ្សារភ្ជាប់ទេសចរក្នុងរដូវកាលបៃតងមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាសម្រាប់សុខភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាសារដ៏សំខាន់និងមានអត្ថន័យក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរខេត្តស្ទឹងត្រែងជំរុញការចូលរួមអភិរក្សធនធានធម្មជាតិនិងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលដៅនៃការអភិវឌ្ឍទេសចរប្រកបដោយចីរភាពនិងការជំរុញចលនាទេសចរក្នុងរដូវកាលបៃតងនៅកម្ពុជា